អ្វីគ្រប់យ៉ាងដែលអ្នកចង់បានក្នុងជីវិតចាប់ផ្ដើមពីខ្លួនអ្នកភាពជោគជ័យទំនាក់ទំនងទំនុកចិត្តនិងសុភមង្គលរបស់អ្នកគឺវាអាស្រ័យទៅលើអ្នកថាតើអ្នកមានឆន្ទៈក្នុងការវិនិយោគលើខ្លួនឯងកម្រិតណាមនុស្សភាគច្រើនស្វែងរកចម្លើយនៅខាងក្រៅខ្លួនពួកគេរកមើលផ្លូវកាត់រកអាថ៌កំបាំងរកអ្នកផ្សេងមកជួសជុលបញ្ហារបស់ពួកគេប៉ុន្តែការពិតគឺគ្មាននរណាម្នាក់មកសង្គ្រោះអ្នកទេបើអ្នកចង់បានច្រើនជាងនេះបើអ្នកចង់បានល្អជាងនេះបើអ្នកចង់ក្លាយជាមនុស្សដែលអ្នកគួរតែក្លាយជាអ្នកត្រូវតែធ្វើការក្លាយជាម្ចាស់លើកំណើនផ្ទាល់ខ្លួនរបស់អ្នកមនុស្សភាគច្រើនមិនដែលធ្វើរឿងនេះទេពួកគេនៅតែងាយរំខានពួកគេនៅតែមានផាសុកភាពពួកគេសុខចិត្តទទួលយកជីវិតដែលពួកគេបានទទួលជាជាងការបង្កើតជីវិតដែលពួកគេពិតជាចង់បានហើយបន្ទាប់មកពួកគេឆ្ងល់ថាហេតុអ្វីបានជាពួកគេមានអារម្មណ៍ជាប់គាំងហេតុអ្វីបានជាពួកគេមានអារម្មណ៍មិនពេញលេញហេតុអ្វីបានជាពួកគេមានអារម្មណ៍ថាមានអ្វីបាត់បង់នោះក៏ដោយសារតែពួកគេមិនដែលបានទទួលកម្មសិទ្ធិពេញលេញលើការលូតលាស់របស់ពួកគេមិនដែលធ្វើការសម្រេចចិត្តដើម្បីធ្វើការលើខ្លួនឯងជារៀងរាល់ថ្ងៃនោះទេហើយនេះគឺជាភាពខុសគ្នារវាងអ្នកដែលជោគជ័យនិងអ្នកដែលមិនជោគជ័យអ្នកដែលងើបឡើងអ្នកដែលកសាងជីវិតដ៏អស្ចារ្យអ្នកដែលបំបែកខ្លួនចេញពីមធ្យមមិនមែនជាអ្នកដែលកើតមកមានសំណាងឬមានជីវិតងាយស្រួលនោះទេពួកគេគឺជាអ្នកដែលបានបដិញ្ញាចិត្តដើម្បីការអភិវឌ្ឍខ្លួនឯងពួកគេគឺជាអ្នកដែលបដិសេធមិនព្រមនៅដដែលពួកគេគឺជាអ្នកដែលភ្ញាក់ពីគេងជារៀងរាល់ថ្ងៃហើយនិយាយថាខ្ញុំនឹងក្លាយជាមនុស្សដែលប្រសើរជាម្សិលមិញវិន័យនឹងការកំណត់គោលដៅការធ្វើការលើខ្លួនឯងមិនមែនជាភាពប្រណិតទេវាគឺជាតម្រូវការបើអ្នកចង់ឈ្នះបើអ្នកចង់ក្លាយជាខ្លួនឯងដែលល្អបំផុតបើអ្នកចង់កសាងជីវិតដែលអ្នកមានមោទនភាពអ្នកមិនអាចប្រងើយកន្តើយនឹងការអភិវឌ្ឍខ្លួនឯងបានទេអ្នកត្រូវតែវិនិយោគអ្នកត្រូវតែធ្វើឲ្យវាជាអតិភិបអ្នកត្រូវតែមានចេតនាអំពីការរីកចម្រើនអំពីការអភិវឌ្ឍអំពីការក្លាយជាមនុស្សម្នាក់ដែលដំណើរការក្នុងកម្រិតខ្ពស់1គ្រប់គ្រងផ្នត់គំនិតរបស់អ្នក Master your mindset រឿងដំបូងដែលអ្នកត្រូវធ្វើការគឺផ្នត់គំនិតរបស់អ្នកគំនិតរបស់អ្នកបង្កើតការពិតរបស់អ្នកបើអ្នកគិតតូចអ្នកនឹងនៅរស់នៅតូចបើអ្នកផ្ដោតលើបញ្ហាអ្នកនឹងទាក់ទាញបញ្ហាកាន់តែច្រើនប៉ុន្តែបើអ្នកវឹកហាត់ខ្លួនឯងឲ្យគិតក្នុងនៃដំណោះស្រាយបើអ្នកវឹកហាត់ខ្លួនឯងឲ្យផ្ដោតទៅលើឱកាសអ្នកនឹងបង្កើតជីវិតដែលឆ្លុះបញ្ចាំងពីផ្នត់គំនិតនោះ2បង្កើតវិន័យខ្លួនឯងដែលមិនអាចរង្គោះរង្គើផ្នត់គំនិតរឹងមាំតែងតែឯងមិនគ្រប់គ្រាន់ទេអ្នកក៏ត្រូវអភិវឌ្ឍវិន័យខ្លួនឯងដែរបើគ្មានវិន័យទេអ្នកនឹងតែងតែធ្លាក់ទៅរកទម្លាប់ចាស់ទៅរកភាពងាយស្រួលទៅរកការស្ទាក់ស្ទើរអ្នកដែលជោគជ័យគឺជាអ្នកដែលធ្វើអ្វីដែលចាំបាច់ត្រូវធ្វើបើទោះបីជាពួកគេមានអារម្មណ៍ចង់ធ្វើឬមិនចង់ធ្វើក៏ដោយវិន័យត្រូវបានកសាងឡើងដោយការធ្វើរឿងពិបាកជាប់លាប់ភាពជោគជ័យរបស់អ្នកត្រូវបានផ្សារភ្ជាប់ដោយផ្ទាល់ទៅនឹងសមត្ថភាពរបស់អ្នកក្នុងការធ្វើរឿងដែលអ្នកមិនចង់ធ្វើ3កំណត់គោលដៅជាក់លាក់និងតាមដានអ្នកឈ្នះមិនត្រឹមតែធ្វើការខ្លាំងទេពួកគេធ្វើការដោយគោលបំណងពួកគេកំណត់គោលដៅច្បាស់លាស់ពួកគេតាមដានវិវត្តភាពរបស់ពួកគេកែលម្អវិធីសាស្ត្ររបស់ពួកគេការកំណត់គោលដៅគឺចាំបាច់បើអ្នកមិនមានគោលដៅច្បាស់លាស់អ្នកនឹងខ្ជះខ្ជាយពេលវេលាត្រូវកំណត់គោលដៅជាក់លាក់មិនមែនគ្រាន់តែនិយាយថាខ្ញុំចង់ជោគជ័យទេតែត្រូវកំណត់ថាភាពជោគជ័យមើលទៅដូចអ្វីហើយសំខាន់បំផុតគឺត្រូវទទួលខុសត្រូវលើខ្លួនឯងទំនុកចិត្តកើតចេញពីការរក្សាការសន្យាដែលអ្នកបានធ្វើចំពោះខ្លួនឯងខ្លាចជាមនុស្សដែលមិនអាចបញ្ឈប់បាន1គ្រប់គ្រងពេលវេលានិងទម្លាប់អ្នកមិនអាចខ្ជះខ្ជាយពេលវេលាលើការរំខានរឿងអត់ប្រយោជន៍ឬអ្វីដែលមិនជំរុញអ្នកទៅមុខបានទេភាពជោគជ័យមិនមែនកើតមកពីការរវល់ទេតែកើតមកពីការមានផលិតភាពទម្លាប់របស់អ្នកគឺជាអ្វីដែលកំណត់អនាគតរបស់អ្នករាល់ថ្ងៃអ្នកកំពុងពង្រឹងទម្លាប់ដែលធ្វើឲ្យអ្នករឹងមាំឬទម្លាប់ដែលធ្វើអ្នកទន់ខ្សោយភាពជោគជ័យត្រូវបានកសាងឡើងតាមរយៈទម្លាប់ប្រចាំថ្ងៃអ្នកត្រូវបង្កើតទម្លាប់ឈ្នះនិងលុបបំបាត់អ្វីដែលធ្វើឲ្យអ្នកយឺតយ៉ាវដូចជាការរំខាននិងភាពអវិជ្ជមាន2
ការអភិវឌ្ឍក្រមសីលធម៌ការងារដែលមិនអាចបញ្ឈប់បានអ្នកដែលផ្លាស់ប្ដូរពិតប្រាកដធ្វើការលើខ្លួនឯងដោយអាំងតង់ស៊ីតេមិនចេះឈប់ពួកគេមិនធ្វើការដោយចៃដន្យទេពួកគេធ្វើការដោយភាពជាក់លាក់ក្រមសីលធម៌ការងាររបស់អ្នកមិនមែននិយាយអំពីសំណាងទេវាគឺជាការនិយាយអំពីថាតើអ្នកមានឆន្ទៈក្នុងការជំរុញខ្លួនឯងកម្រិតណានៅពេលដែលអ្នកគ្មាននរណាម្នាក់កំពុងមើលអ្នកមិនទទួលបានរង្វាន់សម្រាប់ការចាប់ផ្ដើមទេអ្នកទទួលបានរង្វាន់សម្រាប់ការបញ្ចប់ត្រូវធ្វើឲ្យខ្លួនឯងមានស្តង់ដារខ្ពស់បំផុតព្រោះភាពល្អឥតខ្ចោះគឺជាទម្លាប់3គ្រប់គ្រងអារម្មណ៍របស់អ្នកឈ្នះគ្រប់គ្រងគំនិតរបស់ពួកគេពេញលេញពួកគេមិនអនុញ្ញាតឲ្យអារម្មណ៍របស់ពួកគេកំណត់ការសម្រេចចិត្តរបស់ពួកគេទេការគ្រប់គ្រងអារម្មណ៍គឺជាជំនាញមួយនៅក្នុងជំនាញដែលអ្នកត្រូវបានគេប៉ាន់ស្មានមិនដែលដល់បំផុតនៅលើពិភពលោកអ្នកនឹងប្រឈមមុខនឹងឧបសគ្គប៉ុន្តែអ្នកអាចគ្រប់គ្រងពីរបៀបដែលអ្នកឆ្លើយតបជានិច្ចត្រូវវឹកហាត់ភាពរឹងមាំផ្លូវចិត្តកុំអនុញ្ញាតឲ្យភាពភ័យខ្លាចការសង្ស័យខ្លួនឯងឬភាពអវិជ្ជមានចូលមកគ្រប់គ្រងអ្នកត្រូវតែខ្លាចជាមនុស្សដែលធ្វើការពីការបដិញ្ញាចិត្តមិនមែនពីអារម្មណ៍ទេកុំស្កប់ស្កល់ចូលរីកចម្រើនជានិច្ចការរីកចម្រើនដោយគ្មានទីបញ្ចប់កុំស្កប់ស្កល់កុំសម្រេចចិត្តថាអ្នកបានធ្វើគ្រប់គ្រាន់ហើយភាពជោគជ័យមិនមែនជាបន្ទាច់បញ្ចប់ទេវាជាចំណុចចាប់ផ្ដើមអ្នកត្រូវតែរក្សាភាពស្រេកឃ្លានសម្រាប់ការលូតលាស់សម្រាប់ការរៀនសូត្រសម្រាប់លទ្ធផលល្អប្រសើររាល់ពេលដែលអ្នកឈប់កែលម្អគឺជាពេលដែលអ្នកចាប់ផ្ដើមធ្លាក់ចុះត្រូវហ៊ុំព័ទ្ធខ្លួនអ្នកដោយមនុស្សដែលជំរុញអ្នកឲ្យក្លាយជាមនុស្សល្អប្រសើរជាងមុនព្រោះអ្នកនឹងលូតលាស់បានច្រើនតាមដែលបរិស្ថានរបស់អ្នកអនុញ្ញាតឲ្យអ្នកត្រូវបដិញ្ញាចិត្តចំពោះការអភិវឌ្ឍឥតឈប់ឈរវាចាប់ផ្ដើមពីអ្នកវាចាប់ផ្ដើមពីការសម្រេចចិត្តដើម្បីបញ្ឈប់ការរងចាំហើយចាប់ផ្ដើមធ្វើ